នេះគឺជារោគសញ្ញាជំងឺសេមាន់ដែលកើតមាននៅលើប្រដាប់បន្តពូជដែលបង្កឡើងដោយមេរោគដែលមានឈ្មោះថា Human Papilloma Virus ដែលហៅកាត់ថា HPV មេរោគនេះគឺមានប្រហែលជា200ក្រុមដែលគេបែងចែកជាពីរប្រភេទគឺប្រភេទ Slot និងប្រភេទកាចប្រភេទ Slot គឺអាចកើតមានញឹកញាប់ដែលបង្កឲ្យកើតមានជាដុំសាច់ដូចសេមាន់ឬក៏ដូចជាផ្កាស្ពៃខាត់ណាចំណែកឯប្រភេទកាចវិញគឺអាចបង្កទៅជាជំងឺមហារីកមាត់ស្បូនមហារីករន្ធគូតមហារីកបំពង់កនិងសរីរាង្គប្រដាប់បន្តពូជផ្សេងៗទៀតជំងឺសេមាន់ឆ្លងឲ្យភាគច្រើនគឺគ្មានរោគសញ្ញាបង្ហាញឲ្យឃើញនោះទេប្រសិនបើមានអាចស្ដែងចេញជារោគសញ្ញាឲ្យយើងសម្គាល់បាននោះគឺមានដំបៅរីកដុំសាច់ពកដូចជាសេមាន់ឬក៏ដូចជាផ្កាស្ពៃខាត់ណាចំពោះស្ត្រីមានធ្លាក់សរមាស់ប្រដាប់ភេទឬក៏មានក្លិនឈឺកាហាយនៅពេលរួមភេទហើយអាចមានការហូរឈាមតិចតួចនៅពេលដែលសាច់នឹងមានការដាច់រលាត់ពិបាកនោមប្រសិនជាបុរសឬស្ត្រីកើតមាននៅចំរុនបង្ហួរនោមហើយពិបាកជុះមានឈាមក្នុងករណីបើសិនជាគាត់មានការរួមភេទតាមទ្វីលាមកដែលកើតមានដុសដុំសាច់នឹងនៅតំបន់រុនគូតរបស់គាត់ចំពោះអ្នកដែលរួមភេទដោយប្រើមាត់រួមភេទតាមមាត់គឺអាចឃើញមានដុសដុំសាច់នៅក្នុងមាត់នៅលើអណ្ដាតនៅតាមបំពង់កនិងបំពង់ខ្យល់